ក្របរាប់លានគ្រាប់ត្រូវបានផ្គត់ផ្គង់ដោយសម្ងាត់បំផុតដោយកូរ៉េខាងជើងសម្រាប់រុស្ស៊ីយោងតាមការស៊ើបអង្កេតមួយបានដឹងថារវាងឆ្នាំ2023និងឆ្នាំ2025ទីក្រុងព្យុងយ៉ាងបានផ្គត់ផ្គង់ដល់ទីក្រុងមូស្គូច្រើនជាងពាក់កណ្ដាលនៃគ្រាប់រំសេវដែលត្រូវបានប្រើប្រាស់នៅលើសមរភូមិអ៊ុយក្រែនរថពាសដៃកូរ៉េខាងជើងដែលបន្តកន្ទុយរាប់រយគ្រឿងត្រូវបានដឹកនាំតាមរថភ្លើងពីចម្ងាយរាប់ពាន់គីឡូម៉ែត្រដើម្បីបំពេញឃ្លាំងសពាវុធនៅប្រទេសរុស្ស៊ីចាប់តាំងពីជិត20ខែមកហើយទិដ្ឋភាពនេះគឺមានជាទូទៅនៅលើខ្សែផ្លូវដែករបស់រុស្ស៊ីយោងតាមការស៊ើបអង្កេតមួយដែលដឹកនាំដោយទីភ្នាក់ងារសារព័ត៌មាន Reuters និងសហការជាមួយអង្គភាពពិនិត្យ Open Source Center OSC បានឲ្យដឹងថាប្រទេសកូរ៉េខាងជើងនឹងផ្គត់ផ្គង់ធនធានដែលចាំបាច់សម្រាប់កំភ្លើងធំរុស្ស៊ីដើម្បីដឹកនាំសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែនជាពិសេសគ្រាប់រាប់លានគ្រាប់ការផ្គត់ផ្គង់នេះដែលរួមមានការបញ្ជូនកងកម្លាំងកូរ៉េខាងជើងបានបង្កើតសារៈប្រយោជន៍ដ៏សំខាន់សម្រាប់រុស្ស៊ីដែលធ្វើឲ្យពួកគេអាចដណ្ដើមយកទីក្រុងគឹសបន្ទាប់ពីការវាយប្រហារដណ្ដើមយកដោយអ៊ុយក្រែននៅខែសីហាឆ្នាំ2024នៅខណៈដែលរុស្ស៊ីដឹកនាំសង្គ្រាមបង្ហិនបង្ហោចធនធានដែលអ៊ុយក្រែនលំបាកនឹងតាមហើយកាន់តែលំបាកនៅពេលអ៊ុយក្រែនបាត់បង់សម្ព័ន្ធមិត្តអាមេរិកការស៊ើបអង្កេតក៏បង្ហាញអំពីវិសាលភាពនៃការពឹងផ្អែករបស់ទីក្រុងមូស្គូពីសំណាក់ការគាំទ្ររបស់កូរ៉េខាងជើងគឺចាប់តាំងពីការវាយទម្លុះរបស់អ៊ុយក្រែនទៅលើទីក្រុងគឹសភាគខាងលិចនៃប្រទេសរុស្ស៊ីដែលគេចាប់ផ្ដើមឮនិយាយអំពីទាហានកូរ៉េខាងជើងនៅលើសមរភូមិជាសរុបទីក្រុងព្យុងយ៉ាងបានបញ្ជូនទាហាន 14,000 នាក់ដែលរួមមានការពង្រឹងកម្លាំង 3,000 នាក់បន្ថែមមកជួយរុស្ស៊ីកាលពីពាក់កណ្ដាលខែកុម្ភៈយោងតាមព័ត៌មានដែលបានមកពីទាហានដែលទីក្រុងគៀវចាប់បានឲ្យដឹងថាទាហានកូរ៉េខាងជើងត្រូវបានប្រើប្រាស់ជាអង្គភាពទទួលបន្ទុកវាយប្រហារទៅមុខនៅខណៈដែលនៅពីក្រោយពួកគេគឺកងអង្គភាពរបស់ទាហានសហព័ន្ធរុស្ស៊ីដែលនៅពង្រឹងកម្លាំងនិងគ្រប់គ្រងទីតាំងជំនួយរបស់ទីក្រុងព្យុងយ៉ាងដទៃទៀតគឺជាការចាក់បញ្ចូលសពាវុធមកកាន់រុស្ស៊ីនៅរវាងខែកញ្ញាឆ្នាំ2023និងខែមីនាឆ្នាំ2025កុងតឺន័រជិត 16,000 និងគ្រាប់រំសេវរាប់លានគ្រាប់របស់កូរ៉េខាងជើងបានមកដល់ទីតាំងសមរភូមិមុខដោយតាមក្បួនដឹកជញ្ជូនដ៏ច្រើនទាំងតាមផ្លូវទឹកនិងផ្លូវដែកការស៊ើបអង្កេតឈរលើមូលដ្ឋាននៃការដឹកជញ្ជូនតាមផ្លូវគោកការសិក្សាអំពីរបាយការណ៍កំភ្លើងធំរុស្ស៊ីរូបភាពតាមផ្កាយរណបបណ្ដាញសង្គមព្រមទាំងប្រភពពីយោធាអ៊ុយក្រែនផងដែរនាវានានាបានដឹកជញ្ជូនសពាវុធរបស់កូរ៉េខាងជើងបានមកកាន់កំពង់ផែវ៉ូស្តុកនីនិងឌូណៃមុនពួកវាត្រូវបានដឹកជញ្ជូនតាមរថភ្លើងឆ្ពោះទៅកាន់ឃ្លាំងគ្រាប់នៅជិតប្រទេសអ៊ុយក្រែនលោក Hawk Griffith ដែលជាអ្នកឯកទេសទទួលបន្ទុកតាមដានទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិរវាងឆ្នាំ2014និង2019បានធ្វើសង្ខេបថាប្រសិនបើគ្មានការគាំទ្រពីប្រធានាធិបតីគីមចុងអ៊ុនប្រធានាធិបតីវ្លាឌីមៀពូទីននឹងមិនមានវិធីដឹកនាំសង្គ្រាមនៅអ៊ុយក្រែនទៀតឡើយសារព័ត៌មាន Reuters បានធ្វើសង្ខេបដែរថាចាប់តាំងពីឆ្នាំ2023នៅខណៈដែលចំនួននៅអ៊ុយក្រែនប្រែក្លាយទៅជាសង្គ្រាមដ៏បង្ហិនបង្ហោចការបាញ់កំភ្លើងធំនិងគ្រាប់ត្បាល់បានក្លាយជាចាំបាច់ដើម្បីថែរក្សាដែនដីនិងបណ្ដេញសត្រូវចេញពីទីតាំងការពារ